នេះខ្ញុំមកភ្លក់ម្ហូបតាមផ្លូវនៅកងចៅប្រទេសចិនខ្ញុំទៅណាមចូលចិត្តភ្លក់ម្ហូបតាមផ្លូវអញ្ចឹងដោយសារតែកញ្ចប់កញ្ចប់ញ៉ាំបានច្រើនមុខហើយឆ្ងាញ់ទៀតមុខខ្ញុំញ៉ាំក៏ដឹងថាមានក្តីសុខដែរជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាមុននឹងខ្ញុំចេញពីអតាក៏ខ្ញុំអត់ភ្លេចដែរផលជាមួយនឹងដារីឡា sunscreen ដើម្បីការពារស្បែកមុខរបស់ខ្ញុំសម្រាប់ដារីឡា sunscreen លាបឆាប់ចូលមុខអត់កកអត់ស្អាតអត់បតាពេលដែលលាបហើយធ្វើឲ្យស្បែកមុខរបស់យើងភ្លឺទន់រលោងនិងមានសំណើមប្រើបានតាំងពីក្មេងអាយុ4ឆ្នាំឡើងទៅប្រើបានទាំងប្រុសប្រើបានទាំងស្រីហើយសម្រាប់ថ្ងៃនេះគឺខ្ញុំមកដើរភ្លក់ម្ហូបតាមផ្លូវនិយាយទៅមានច្រើនមុខខ្លាំងមែនតើមុនគេគឺខ្ញុំឃើញរបៀបចកាចេះតំណងជាងគេចឹងខ្ញុំក៏ចូលមុនគេមកសម្រាប់ប្រភេទចកានោះដូចយើងញ៉ាំស៊ុបចិនអញ្ចឹងមានតាំងពីត្រីមានតាំងពីសាច់មានតាំងពីតហ៊ូមានត្រចៀកកដុលមានអីចឹងសម្រាប់តម្លៃគេលក់មួយចកាមួយយ័ន្តបើណាមាន2ចកា2យ័ន្តអញ្ចឹងយើងចង់បានមួយណាយើងរើសទៅហើយខ្ញុំចូលដំបងតែម្នាក់ឯងដល់ពេលគ្រាន់តែខ្ញុំរើសបានមួយផ្លែតគឺថាមនុស្សពេញហ្នឹងហ្មងឥឡូវខ្ញុំរើសបានហើយអស់20យ័ន្តចានិយាយទៅឡើងមកកំប៉ុងហ្មងណាខ្ញុំញ៉ាំច្បងគេជាមួយនឹងពវៀនទាខ្ញុំចូលចិត្តញ៉ាំស្រាប់ហើយបន្តមកទៀតខ្ញុំញ៉ាំជាមួយនឹងប្រហិតហ្នឹងខាងក្នុងហ្នឹងដូចជាមាន snow ដែរអាហ្នឹងក៏ឆ្ងាញ់ដែរបន្ទាប់មកខ្ញុំញ៉ាំជាមួយនឹងពពុះស្ដាយខ្ញុំចូលចិត្តនិយាយទៅសម្រាប់ស៊ុបចិនខ្ញុំចូលចិត្តពពុះស្ដាយជាមួយនឹងតហ៊ូក៏មានជាមួយនឹងពោះគោមានសាច់គោនិយាយទៅមានច្រើនមុខមែនតើខ្ញុំញ៉ាំបានតែខ្លះខ្ញុំរើសបានមកល្មមភាសាទុកពោះញ៉ាំផ្សេងទៀតហ៎ហើយត្រចៀកកដុលនេះក៏ឆ្ងាញ់ដែរអញ្ចឹងឲ្យប្រូលីភ្លក់ម្ដងពេលប្រូលីភ្លក់ឲ្យមេដៃដូចគ្នាដោយសារតែប្រូលីមួយខ្ញុំចូលចិត្តញ៉ាំស៊ុបចិនដូចគ្នាអញ្ចឹងនេះដូចជាប្រភេទស៊ុបចិនដូចគ្នាគាត់ថាមានទឹកស៊ុបតែម្ដងមុខបន្តិចឃើញគេលក់មួយទឹកអំពៅឡើងទៅណូហើយឃើញគាត់សោយនេះគឺថាខ្ញុំនិយាយអត់ចូលគ្នានិយាយអត់យល់គ្នាហ្មងគាត់បាញ់លុយគឺបាញ់2ដងហើយខ្ញុំទៅដើរលេងនៅចិននេះគឺថាអត់ចេះចិនទេអញ្ចឹងរៀងវល់តិចហើយក៏កិនឲ្យខ្ញុំម្ដងតែគាត់ដាក់តកអញ្ចឹងខ្ញុំសុំតកអញ្ចឹងគាត់ក៏កិនឲ្យខ្ញុំម្ដងទៀតដើម្បីដាក់តកចាបើរសជាតិគេដាក់មានក្រូចមានអីឆ្ងាញ់យល់ទឹកអំពៅធម្មតាអញ្ចឹងណាគ្រាន់តែជាក់បានតកហើយប្រូលីផឹកឲ្យគាត់ថាដូចទឹកអំពៅអញ្ចឹងចាខ្ញុំក៏បន្តទៅណាដើរទៅមុខទៀតដើរឃើញកន្លែងនេះគេតម្រង់ជួរឡើងច្រើនខ្ញុំមិនដឹងថាគេលក់អីគេខ្ញុំគិតថាតម្រង់ជួរច្រើនហ្នឹងតែឆ្ងាញ់អញ្ចឹងខ្ញុំក៏ឈរតម្រង់ជួរដែរទៅហើយគ្រាន់តែតម្រង់ជួរហ្នឹងគឺថាបាំងផ្លូវគេចង់ចិត្តឲ្យពេលដែលខ្ញុំឈរហ្នឹងគឺមានគេមកឈរពីក្រោយខ្ញុំឡើងច្រើនអ្នកទៀតប៉ុន្តែយើងឈរតម្រង់ជួរហ្នឹងចាំអត់យូរទេតែមួយផ្លែតគឺថាដល់វេនយើងហើយចាអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមស្កេនលុយឲ្យប្រាប់ថាយកម៉ានអញ្ចឹងទៅខ្ញុំដាក់ជាមួយនឹងម្ទេសថែមដោយសារតែខ្ញុំចូលចិត្តហឹរចាតែឃើញម្ទេសគឺអត់បានហ្មងចាហើយនេះឥឡូវខ្ញុំបានហើយប៉ុន្តែអ្នកតម្រង់ជួរគឺថានៅវែងឡើងបិទផ្លូវដដែលហ្មងអ្នកតម្រង់ជួរគឺមកបន្តរហូតមកឥឡូវយើងមកភ្លក់ថាតើរសជាតិបែបណាគេមកតម្រង់ជួរពេញហ្នឹងអញ្ចឹងណាពេលដែលញ៉ាំទៅរបៀបដូចនំហ្នឹងប្រភេទដូចនំមកខ្ញុំអត់យល់ថានឹងអីគេដែរតែញ៉ាំទៅដូចនំប៉ុន្តែនំមួយម្ទេសប៉ុន្តែរសជាតិឆ្ងាញ់ប្លែកអញ្ចឹងខ្ញុំក៏ឲ្យប្រូលីភ្លក់ម្ដងចាប្រូលីពេលដែលភ្លក់ឲ្យគាត់គិតរសជាតិឲ្យគាត់ក៏លើកមេដៃឲ្យមួយចាបន្តមកទៀតខ្ញុំក៏មកដល់កន្លែងនេះឃើញតហ៊ូគេហ្នឹងមានលក្ខតំមានអីអញ្ចឹងខ្ញុំក៏សួរតម្លៃសួរអីនេះភាគច្រើននៅគ្រប់កន្លែងគេដាក់តម្លៃនៅខាងមុខហ្នឹងហ្មងនេះខ្ញុំទិញអស់13យ័ន្តហ្នឹងដូចជាបាន10តហ៊ូក្រៀមហ្នឹងណាប៉ុន្តែគាត់ដាក់ខ្ញុំឡើងដល់14ពេលដែលយើងកំងហ្នឹងគឺគាត់បំពងឲ្យយើងភ្លាមហ្មងចាហើយបន្ទាប់មកគេមានគ្រឿងនេះដូចស្តៀងរត់អីអញ្ចឹងហើយមានម្ទេសយើងចង់បានហើយគេដាក់ច្រើនហើយគេមានអានេះមួយទៀតបន្ទាប់មកគេដាក់ជាមួយនឹងស្លឹកខ្ទឹមហើយនេះគឺថាខ្លាញ់សូត្រយកហ្មងមកចិននេះគឺថាញ៉ាំខ្លាញ់សុទ្ធតែម្ដងចាហើយឥឡូវយើងបានមួយប្រអប់ហើយចាអញ្ចឹងយើងក៏មកភ្លក់ជាមួយនឹងរសជាតិចាតហ៊ូខ្ញុំចូលចិត្តស្រាប់អញ្ចឹងទៅបំពងក្រៀមឆ្ងាញ់ណាឡើងស្រួយស្ញោកហើយគ្រឿងគេនឹងដូចដាក់ត្រូវហ្មងហើយហើយលឹកខ្ទឹមគេនឹងឡើងឈ្ងុយហ្មងពេលដែលគេហួយខ្លាញ់ពីលើតែញ៉ាំនឹងខំផ្អៀងខ្លាញ់ចេញមានឃើញខ្លាញ់ចេញសោះចាជ្រាបជាមួយនឹងអីគេលឹកខ្ទឹមជាមួយនឹងតហ៊ូនឹងអស់ចាតែរសជាតិឆ្ងាញ់ដែរញ៉ាំហ្មងតែជាតិឆ្ងាញ់ឲ្យមេដៃអញ្ចឹងគឺឲ្យប្រូលីភ្លក់ដែរចាប្រូលីក៏ថាហឹមដោយសារតែប្រូលីចូលចិត្តតហ៊ូស្អុយឯងប៉ុន្តែខ្ញុំឲ្យគាត់ភ្លក់គាត់ថាអុយឆ្ងាញ់ដូចគ្នាឲ្យមេដៃដូចគ្នាតែរៀងជក់មាត់ដែរមួយមាត់ហើយមួយមាត់ទៀតបន្ទាប់មកយើងក៏បន្តទៅណាម្ដងឡើងតហ៊ូស្អុយហើយកន្លែងនេះប្រូលីចូលចិត្តជាងគេខ្ញុំទិញ10យ័ន្តបាន6តហ៊ូហើយនេះជាគ្រឿងខើដែលគេដាក់នៅតហ៊ូស្អុយចានិយាយទៅនៅហ្នឹងគឺដូចគ្នាគេបំពងឲ្យយើងភ្លាមក្តៅបន្ទាប់មកគេចោះក្តារចេះគេដាក់គ្រឿងចូលទៅខាងក្នុងហ្នឹងហ្មងហើយបន្ទាប់មកគេក៏ topping ជាមួយនឹងគ្រឿងខាងមុខហ្នឹងគេមានដូចជាស្អីខ្លះតែខ្ញុំចាំតែដូចជាថាយដូចអីនេះអាចជ្រូកនេះខ្ញុំអត់ដឹងអីគេទេហើយមានជីវ៉ាន់សុយមានម្ទេសហើយម្ទេសគេដាក់តែប៉ុណ្្នឹងគឺថាខ្ញុំអត់អស់ចិត្តទេគឺខ្ញុំដុសម្ទេសថែមខ្លួនឯងដាក់ពីលើទេដើម្បីហឹរសារចូលចិត្តហឹរឡហើយបន្ទាប់មកទៀតគេក៏សូត្រជាមួយនឹងទឹកស៊ុបក្តៅចាឥឡូវយើងបានហើយចាយើងខាងកន្លែងហ្នឹងមានឡើងអង្គុយខាងក្នុងអញ្ចឹងខ្ញុំក៏ចូលមកអង្គុយខាងក្នុងញ៉ាំហ្មងទៅសម្រាប់ខ្ញុំមួយម៉ាត់ដំបូងរៀងប្លែកចាអញ្ចឹងខ្ញុំក៏សាកមួយម៉ាត់ទៀតចាមួយម៉ាត់ទៀតហ្នឹងក៏នៅរៀងប្លែកដែរក៏ថែមមួយម៉ាត់ទៀតចានិយាយទៅចូលដុំទី2បានចាប់ផ្ដើមឆ្ងាញ់ដោយសារដុំទី1ខ្ញុំអត់បានផ្ទាប់ជាមួយនឹងគ្រឿងដល់ពេលយើងផ្ទាប់ជាមួយនឹងអា topping ដែលគេដាក់មកហ្នឹងវាជាឆ្ងាញ់បដៅហើយកំពុងញ៉ាំតហ៊ូស្អុយក៏ផ្ទាប់ជាមួយនឹងតហ៊ូក្រៀមរបស់យើងដើម្បីប្រហើញ៉ាំឲ្យអស់កន្លែងហ្នឹងហ្មងហើយក៏ដើរទៅមុខទៀតឃើញកន្លែងពងនេះទៅនងក៏ចូលទៅកំងទៀតចានេះគឺក្លុកមួយគ្រឿងណាអានេះអស់36យួនហើយកំពុងឈរចាំគេខ្ញុំក៏ភ្លក់ជាមួយនឹងស្លាបមាន់ពងគេដាក់យើងភ្លក់មុខហ្នឹងបន្ទាប់ពីភ្លក់ចាំហើយយើងក៏មើលគេក្លុកគេដាក់គ្រឿងដាក់អីចឹងទៅឥឡូវខ្ញុំបានមកថងហើយចាមានដាទាខ្ញុំរើសមានច្រើនមុខដែរមានដាទាមានកោសមានស្លាបហើយដូចជាមានអីខ្លះផ្លេចបាត់ឯពេលហ្នឹងរើច្រើនមុខដែរហើយបើរសជាតិឆ្ងាញ់ហ្មងគេដាក់គ្រឿងហើយគេបំពងក្តៅស្រួយខ្ញុំតាំងពីមកចិនគឺថាជាប់ចិត្តជាមួយនឹងទឹកផ្អែមតិចហ្នឹងហ្មងក្នុងមួយថ្ងៃគឺអត់មានក្រោម3កំប៉ុងហ្មងហើយបើតែក្រូចឆ្មាគឺថាមួយថ្ងៃ2កំប៉ុងរាល់ថ្ងៃហ្មងហើយក្រៅពីហ្នឹងទឹកផ្លែឈើផ្សេងទៀតហើយបន្ទាប់ពីហ្នឹងខ្ញុំក៏ទៅ shopping ទិញកៅអៅ
តែបានថតទេពេលដើរទៅវិញគឺថាខ្ញុំឈឺជើងខ្លាំងមែនទែនប្រូលីក៏ដកបិជើងគាត់ឲ្យខ្ញុំពាក់ហើយគាត់ក៏កាន់បិជើងខ្ញុំដើម្បីដើរទៅអតែលវិញនិយាយទៅទាំងវើតិចតិចប៉ុន្តែមានក្តីសុខខ្លាំងហ្មងមកដល់អតែលវិញខ្ញុំក៏អត់ភ្លេចដែរជាមួយដាឡា Fiber មកកញ្ចប់មុនពេលចូលគេងដោយសារតែញ៉ាំច្រើនខ្លាំងមែនទែនហ្មងហ្នឹងដើរភ្លក់មកគ្រប់មុខឲ្យពិសេសគឺសិតតែខ្លាញ់ហ្មងហើយសម្រាប់ដាឡា Fiber ជួយថែរក្សារាងជួយទប់គីឡូជួយដុតជាតិខ្លាញ់មកតួខ្លួនពិសេសតំបន់ក្បាលពោះហ្មងនិងជួយប្រសាបជាតិពុលមកតួខ្លួននិងបញ្ចេញកាកសំណល់ដែលមិនល្អទាំងអស់តាមការបន្តបងរបស់យើងនៅពេលផឹកឡើងហើយក៏ជួយឲ្យស្បែកភ្លឺថ្លារសជាតិឆ្ងាញ់ញ៉ាំហើយគេងលក់ស្រួលទៀតហើយសម្រាប់បងប្អូនអ៊ំពូមីដែលពិបាកក្នុងការបន្តបង2 ថ្ងៃ3 4ថ្ងៃឬក៏4 5ថ្ងៃបានចូលបន្ទប់ទឹកម្ដងហើយកុំភ្លេចជាមួយដាឡា Fiber ធម្មតាមកកញ្ចប់មុនពេលចូលគេងទេព្រលឹមឡើងដឹងតែចូលបន្ទប់ទឹកបន្តបងអស់ពីពោះហ្មងសម្រាប់ដាឡា Fiber ញ៉ាំបានទាំងផលញ៉ាំបានទាំងស្អីសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះជួបគ្នានៅវីដេអូក្រោយបាយបាយ